សួស្តីអ្នកនរគ្នាថ្ងៃនេះយើងនឹងទៅស្គាល់សត្វដ៏សែនតូចមួយប្រភេទដែលពួកវារស់នៅតាមឆ្នេរជិតទឹកសមុទ្រពួកវាមានជើងច្រើននិងរត់លឿនមែនទែនដែលវាត្រូវបានគេឲ្យឈ្មោះថាក្តាមសាច់អ្នកក៏ប្រហែលធ្លាប់បានឃើញវារត់ចេញចូលក្នុងរន្ធតូចៗនៅលើឆ្នេរសាច់ផងដែរតែអ្នកដឹងទេថាជីវិតពិតរបស់វាសប្បាយយ៉ាងណាសត្វក្តាមសាច់ឬគេឲ្យឈ្មោះម្យ៉ាងទៀតថា Ghost Crab នេះក៏ព្រោះវារត់លឿនជាទីបំផុតដែលសូម្បីតែអ្នកក៏មើលមិនទាន់ដែរនៅពេលដែលពួកវារត់ចូលរន្ធបើអ្នកចង់ថតពួកវាអ្នកត្រូវរៀបចំកាមេរ៉ាឲ្យបានត្រឹមត្រូវនិងអង្គុយឲ្យស្ងៀមបើមិនដូច្នេះទេវានឹងរត់បាត់ភ្លាមៗតែម្ដងពួកវាជាប្រភេទសត្វក្តាមដែលមានមាឌតូចជាទីបំផុតពួកវារស់នៅតាមឆ្នេរសមុទ្រទូទាំងពិភពលោកហើយពួកវាមានពណ៌ស្រដៀងនឹងខ្សាច់ដូច្នេះវាអាចលាក់ខ្លួនបានយ៉ាងល្អអំពីការប្រមាញ់របស់សត្វដទៃពេលថ្ងៃពួកវារស់នៅក្នុងខ្សាច់ដែលបានជីកយ៉ាងជ្រៅដើម្បីជៀសវាងអំពីពន្លឺព្រះអាទិត្យប៉ុន្តែនៅពេលយប់វិញពួកវាបានចេញមករកអាហារនៅលើវាលខ្សាច់នេះក៏ព្រោះតែអាហារប៊ូហ្វេរបស់ពួកវាត្រូវបានដឹកជញ្ជូនមកដល់តាមរយៈរលកទឹកអាហារដែលឆ្ងាញ់សម្រាប់ពួកវាគឺសំណល់សាច់សត្វតូចៗនិងប្លង់តុងហើយជីវិតគូស្នេហារបស់វាក្តាមខ្សាច់ឈ្មោលប្រើដង្កៀបដើម្បីទាក់ទាញក្តាមញីដូចនេះបើក្តាមឈ្មោលណាមានដង្កៀបកាន់តែធំនោះមានន័យថាវាមានមន្តស្នេហ៍ទាក់ទាញក្តាមញីកាន់តែខ្លាំងពេលខ្លះវាក៏បានលើកដង្កៀបឡើងលើហាក់បីដូចជាកំពុង say hello ទៅកាន់អ្នកទាំងអស់គ្នាផងដែរពេលខ្លះវាក៏បានប្រើដង្កៀបដ៏ធំមួយនេះដើម្បីការពារទឹកដីរបស់វាអំពីសត្វក្តាមផ្សេងទៀតដែលប្រុងចូលមកយាយជីសត្វក្តាមខ្សាច់ក៏ជាផ្នែកសំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឆ្នេរវាជួយបំបែកសារធាតុស្លាប់ឲ្យដីមានជីវជាតិល្អប៉ុន្តែពួកវាក៏ត្រូវបានក្លាយជាអាហារដ៏ឆ្ងាញ់សម្រាប់សត្វស្លាបនិងត្រីផងដែរបើឆ្នេរមួយមានសត្វក្តាមខ្សាច់ច្រើននោះមានន័យថាឆ្នេរនោះស្អាតនិងសម្បូរជីវិតពួកវាជាសញ្ញានៃធម្មជាតិដ៏ស្រស់ស្អាតដែលយើងគួររក្សាពួកវាទុកដូច្នេះប្រសិនបើអ្នកបានទៅលេងឆ្នេរម្ដងទៀតហើយបានឃើញសត្វតូចៗរត់លឿនលើឆ្នេរខ្សាច់សូមកុំរំខានពួកវាប៉ុន្តែសូមអ្នកយកកាមេរ៉ាឡើងដើម្បីថតពួកវារួចហើយចែករំលែកវីដេអូដ៏ស្រស់ស្អាតនេះទៅកាន់មិត្តភ័ក្តិរបស់អ្នកជាចុងក្រោយសូមជួយចុច like subscribe និង share បើសិនជាអ្នកចូលចិត្តមាតិកាបែបធម្មជាតិដូចខ្ញុំវីដេអូបន្ទាប់យើងនឹងទៅស្គាល់សត្វសមុទ្រផ្សេងទៀតដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ